រិត្រីសួស្តីមិត្តអ្នកសិក្សាភាសាចិនជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកអក្សរសាស្ត្រចិនមកបង្ហាញគឺគុណនាមចំនួន18ពាក្យការរៀបរៀងឡើងមានវត្ថុបំណងសំខាន់7យ៉ាងទី1ដោយយល់ឃើញថាបច្ចុប្បន្ននេះភាសាចិនមានសារៈសំខាន់ខ្លាំងណាស់នៅកម្ពុជានៅលើពិភពលោកយើងនេះក្នុងចំណោមមនុស្ស5នាក់មានម្នាក់ចេះនិយាយភាសាចិនទី2ចំណេះដឹងចេះហើយមិនយកប្រើជាពឹសពុលទី3ការឲ្យទានធម៌ជាទានដ៏ប្រសើរជាងទានទាំងពួងទី4ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់មនុស្សក្នុងលោកទី5ពិភពលោកនេះគ្រាន់តែជាជំរកបណ្ដោះអាសន្នប៉ុណ្ណោះទី6យើងអាចជួយគ្នានៅអ្វីដែលយើងអាចជួយបានទី7ការចែករំលែកជាទម្លាប់ល្អរបស់ជនជាតិខ្មែរដូច្នេះសូមរីករាយសិក្សាពាក្យទី17字មានន័យថាត្រង់这条路很直这条路很直ផ្លូវមួយខ្សែនេះត្រង់ណាស់请站直一点请站直一点សូមឈរឲ្យបានត្រង់បន្តិច它有一头直发它有一头直发នាងមានសក់ត្រង់画一条直线有一条直线គូបន្ទាត់ត្រង់មួយ他说话很直他说话很直នាងនិយាយស្ដីត្រង់ណាស់一直向前走一直向前走ដើរទៅមុខត្រង់省字អក្សរថ្មី很直ត្រង់ល្អត្រង់ណាស់一点បន្តិចបន្តួច一条មួយខ្សែមួយកន្ទុយ说话និយាយស្ដី向前ទៅមុខបែរទៅមុខងាកទៅមុខ一直រហូតអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសកជួបយាននិងឧបាសិកាខីកាសេនៅខេត្តបាត់ដំបងលោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាភាសាចិននេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីដូចចិត្តប៉ងប្រាថ្នាចេះភាសាបរទេសធ្វើឲ្យជីវិតមានជម្រើសច្រើនរាត្រីសួស្តីសូមជម្រាបលា